សម្រាប់ពុកម៉ែបងប្អូនដែលថាចូលចិត្តសឡការីនំបញ្ចុកឬក៏ការីនំប៉័ងមើលវីដេអូនេះហើយពិតជាមិនខកបំណងទេស្រួលចប់ពីវីដេអូពុកម៉ែបងប្អូនទៅរកគ្រឿងដើម្បីយកមកស្លហូបក៏អាចថាបានហើយសម្រាប់គ្រឿងស្លគឺវាមាននៅលើតុនឹងស្រាប់អញ្ចឹងពុកម៉ែបងប្អូនបាទហើយសម្រាប់គ្រឿងផ្សំដែលយកមកស្លពុកម៉ែបងប្អូនគឺខ្ញុំប្រើជាប្រភេទម្សៅដែលខ្ញុំបានធ្វើនឹងឯងទី1គឺជាប្រភេទម្សៅការីដែលបានលាយស្រាប់បាទទី2ម្សៅម្ទេសក្រហមហើយទី3គឺជាប្រភេទម្សៅផ្កាច័ន្ទក្របស្រូវពុយកាក់អីគឺនៅក្នុងនឹងទាំងអស់បាទហើយក៏មានជាប្រភេទម្សៅខ្ទឹមក្រហមទឹកដោះគោខាប់អញ្ចឹងទាំងអស់នេះគឺសុទ្ធសឹងតែជាប្រភេទគ្រឿងសម្រាប់យកមកស្លការីដើម្បីយឹតយោងគ្នាឲ្យមានរសជាតិឆ្ងាញ់អញ្ចឹងពុកម៉ែបងប្អូនបាទហើយសម្រាប់បន្លែដែលត្រូវយកមកស្លការីមានដូចជាខ្ទឹមបារាំងដំឡូងជ្វាបេកក់ទំពាំងបាទបងប្អូនចង់ដាក់អីទៀតក៏បានដែរហើយក៏មានខ្ទិះដើមខ្ទិះចុងអញ្ចឹងចំណែកគ្រឿងផ្សំដទៃទៀតមានដូចជាអំបិលប៊ីចេងស្ករត្នោតរ៉ូឌីអញ្ចឹងពុកម៉ែបងប្អូនហើយស្លការីម្ដងបើនិយាយទៅគ្រឿងវាគឺពេញតុកបឹបតែម្ដងសូម្បីតែខ្ញុំអង្គុយរៀបរាប់អត្ថាធិប្បាយឡើងហត់ហើយពុកម៉ែបងប្អូនបាទឥឡូវចុងភៅគឺចាប់ផ្ដើមដាក់អាក្របស្អីគេក្រហមខ្លះគេហៅពុយកាក់ខ្លះគេហៅអីតាណាសូម្បីតែខ្ញុំអត់ស្គាល់ដែរពុកម៉ែបងប្អូនបាទដាក់ដើម្បីយកពើអញ្ចឹងណាហើយបន្ទាប់មកបានចាប់ផ្ដើមដាក់គ្រឿងការីនឹងចូលសម័យនេះហើយលេងពិបាកអង្គុយបុកគ្រឿងហើយពុកម៉ែបងប្អូននៅពេលដែលយើងស្លការីម្ដងណាបាទវាមានគ្រឿងស្រាប់នេះគឺងាយស្រួលមែនទែនហើយវាចំណេញពេលវាធ្វើឲ្យយើងកាត់បន្ថយការនឿយហត់បានច្រើនសម្រាប់ពុកម៉ែបងប្អូនថាចូលចិត្តស្លការីញឹកញាប់ឬក៏បងប្អូនដែលជាអ្នកប្រកបអាជីវកម្មលក់នំបញ្ចុកការីអីហ្នឹងណាបាទមានគ្រឿងតែមួយកញ្ចប់នេះគឺស្រួលណាស់ពុកម៉ែបងប្អូនហើយបាទឥឡូវគឺចាប់ផ្ដើមដាក់គ្រឿងផ្សេងហើយស្លការីគឺមិនដែលចូលទេកាពិទឹកត្រីពុកម៉ែបងប្អូនគឺតែងតែប្រើជាហូហែនឹងឯងបាទហើយបន្ទាប់មកយើងកូរគ្រឿងបានបែកហើយចាប់ផ្ដើមដាក់សាច់មន់សាច់ទាដាក់ចូលទៅក្នុងឆ្នាំងទៅហើយបន្ទាប់មកយើងកូរវាបន្តិចណាដើម្បីឲ្យគ្រឿងនឹងវាចូលជាតិគ្នាជាមួយនឹងសាច់ចឹងទៅរួចហើយយើងល្ងាស់វាបន្តិចទៅរាងពុះក្រែករួចហើយបានយើងចាប់ផ្ដើមបន្ថែមខ្ទិះដូងតាមក្រោយចឹងណាពុកម៉ែបងប្អូនបាទហើយបើនិយាយទៅឆ្នាំងនេះរាងទូចបន្តិចពុកម៉ែបងប្អូនបាទដោយសារតែគ្រឿងការីនេះវារាងច្រើនតែដាក់សាច់មន់ហ្នឹងក៏ចង់ពេញឆ្នាំងបឹបទៅហើយនៅមានបន្លែមានអីទៀតហ្នឹងអញ្ចឹងហើយឆ្នាំងនេះរាងតូចបន្តិចពុកម៉ែបងប្អូនបាទឥឡូវចាប់ផ្ដើមថែមខ្ទិះដូងចូលហើយឃើញថាតំណងមែនទែនបងប្អូនបាទស្លការីមួយឆ្នាំងនេះធានាតែឆ្ងាញ់ពុកម៉ែបងប្អូនបាទឥឡូវនេះចាប់ផ្ដើមដាក់បន្លែចូលហើយណាបន្លែដែលត្រូវដាក់ចូលគឺមានតែទំពាំងជាមួយនឹងបេកក់ទេពុកម៉ែបងប្អូនបាទដាក់មុនគេគឺដើម្បីល្ងាស់ឲ្យផុយជាមួយនឹងសាច់ចឹងទៅហើយបន្ទាប់មកបានត្រូវបន្ថែមជាមួយនឹងដំឡូងតាមក្រោយអញ្ចឹងពុកម៉ែបងប្អូនបាទពីព្រោះថាដំឡូងគឺវាលះផុយបន្ទាប់មកទៀតដើម្បីធ្វើឲ្យស្លការីរបស់យើងមានរសជាតិកាន់តែឈ្ងុយឆ្ងាញ់គឺយើងបន្ថែមជាមួយទឹកដោះគោខាប់អញ្ចឹងណាតែសម្រាប់ពុកម៉ែបងប្អូនថាមិនចូលចិត្តទេគឺមិនដាក់ក៏បានដែរយើងដាក់តែខ្ទិះដើមខ្ទិះចុងហើយទាំងឈាមជ្រូកហើយនឹងបន្លែផ្សេងដែលយើងចូលចិត្តទៅបានហើយបាទហើយបន្ទាប់មកទៀតត្រូវថែមជាមួយនឹងឈាមមុនឈាមជ្រូកសម្រាប់ពុកម៉ែបងប្អូនដែលថាចូលចិត្តយើងដាក់ឲ្យរាងច្រើនតែបើថាមិនចូលចិត្តទេយើងដាក់បន្តិចបន្តួចក៏បានដែរហើយបន្ទាប់មកយើងដាក់ជាមួយនឹងខ្ទឹមបារាំងបន្ថែមទៀតហ្នឹងពុកម៉ែបងប្អូនហើយក្រោយគេហ្នឹងគឺជាមួយនឹងខ្ទិះដើមហ្នឹងឯងពុកម៉ែបងប្អូនបាទដាក់ក្រោយគេហ្នឹងទៅបាទដាក់ខ្ទិះកាន់តែច្រើនគឺកាន់តែឆ្ងាញ់កាន់តែឈ្ងុយអាហ្នឹងសម្រាប់តែអ្នកចូលចិត្តទេតែបើសិនជាពុកម៉ែបងប្អូនមិនចូលចិត្តទេដាក់ច្រើនគឺអាចថានឹងតលន់អញ្ចឹងណាបាទប៉ុន្តែសម្រាប់ខ្ញុំសឡការីមួយឆ្នាំងនេះគឺឲ្យ100លើ100បដ ாய்ពុកម៉ែបងប្អូនបាទគឺតែឆ្ងាញ់មែនទែនហើយអញ្ចឹងសម្លការីមួយឆ្នាំងនេះគឺចំអិនបានរួចរាល់ហើយពុកម៉ែបងប្អូនក៏មានជាមួយនឹងនំបញ្ចុកលបយចម្រុះអីចឹងទៅហើយឃើញថាតំណងមែនទែនខ្ញុំជឿថាពុកម៉ែបងប្អូនឃើញហើយក៏មានបំណងថាចង់ធ្វើហូបតាមដែរអញ្ចឹងណាហើយពុកម៉ែបងប្អូនគ្រាន់តែមើលវីដេអូនេះគឺអាចស្លបានដូចគ្នាហើយសម្រាប់គ្រឿងស្លក៏ពុកម៉ែបងប្អូនអាចយកពីខាងខ្ញុំទៅបានអញ្ចឹងជាពិសេសសម្រាប់ពុកម៉ែបងប្អូនដែលថារស់នៅក្រៅប្រទេសជួបជុំគ្នាម្ដងម្កាលចង់ហូបនំបញ្ចុកសឡការីអីចឹងណាពុកម៉ែបងប្អូនបាទមានគ្រឿងស្រាប់ពីខាងខ្ញុំទៅដឹងតែអេមតែម្ដងបាទពីព្រោះថារសជាតិគឺឆ្ងាញ់មែនទែនតែម្ដងនៅពេលដែលខ្ញុំបានអត្ថាធិប្បាយជូនពុកម៉ែបងប្អូនស្ដាប់នេះគឺបានន័យថានំបញ្ចុកការីនេះវាអស់ហើយបាទគឺខ្ញុំហូបអស់ហើយបាទបានដឹងថារសជាតិវាឆ្ងាញ់អញ្ចឹងណាពុកម៉ែបងប្អូនបាទកាលណាយើងលក់គ្រឿងការីអត់បានស្លសម្រាប់បង្ហាញជូនពុកម៉ែបងប្អូនទេគឺយើងអត់ដឹងថារសជាតិវាមិនទេប៉ុន្តែនៅពេលដែលយើងស្លហូបខ្លួនឯងអញ្ចឹងទៅបានយើងដឹងថារសជាតិការីដែលយើងធ្វើនេះគឺអាចទទួលយកបានឆ្ងាញ់អញ្ចឹងពុកម៉ែបងប្អូនដែលថាជាវទៅគឺមិនខកបំណងទេបាទឲ្យតែស្លតាមរូបមន្តដែលខ្ញុំបានបង្ហាញនេះដឹងថាឆ្ងាញ់100%តែម្ដងដឹងតែជក់ចិត្តអញ្ចឹងណាអញ្ចឹងសូមពុកម៉ែបងប្អូនតំណងទៅតាមរយៈលេខទូរស័ព្ទ077253394ឬក៏តាម Telegram អញ្ចឹងទៅបាទបើសិនជាបងប្អូនមានតម្រូវការចង់បានម្សៅគ្រឿងការីពីខាងខ្ញុំបាទនេះគឺជាទឹកសឡដែលខ្ញុំបានចម្អិនរួចឲ្យពុកម៉ែបងប្អូនគឺល្អមែនទែនតែម្ដងបាទ